គ្រោះរញ្ជួយដីវាយប្រហារនៅភាគខាងត្បូងប្រទេសថៃគ្រោះរញ្ជួយដីមានកម្រិត 3.2 Richter បានវាយប្រហារកាលពីព្រឹកថ្ងៃប្រហ័សទី 12 ខែកុម្ភៈឆ្នាំ 2026 នៅក្នុងស្រុកបានថាខុនខេត្តសុវត្ថិធានីនាភាគខាងត្បូងប្រទេសថៃសារព័ត៌មានរបស់ថៃខៅសូតបានផ្សាយថាបើតាមក្រុមមន្ត្រីជំនាញរបស់ថៃបានឲ្យដឹងថាគ្រោះរញ្ជួយដីនេះមានកម្រិត 3.2 Richter បានវាយប្រហារនៅភាគខាងត្បូងនៃប្រទេសថៃហើយចំណុចកណ្ដាលនៃការរញ្ជួយក៏ត្រូវបានគេកត់ត្រានៅក្នុងរយៈពេល 2 ថ្ងៃកន្លងមកនេះបើតាមសារព័ត៌មានចេញផ្សាយដោយកាសែតថៃខៅសូតមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះរញ្ជួយដីនៃនាយកដ្ឋានធនធានរ៉ែបានរាយការណ៍កាលពីវេលាម៉ោង 8:30 នាទីព្រឹកថ្ងៃប្រហ័សថាគ្រោះរញ្ជួយដីចំនួន 9 ក្នុងកម្រិតរំញ័រចន្លោះពី 1.9 ដល់ 3.2 Richter ហើយវាបានកាត់ឡើងចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2026 នៅក្នុងស្រុកបានថាខុនខេត្តសុរាษฎร์ធានីគ្រោះរញ្ជួយដីនេះបានវាយប្រហារក្នុងជម្រៅ 2 គីឡូម៉ែត្រទៅក្នុងដីនៅវេលាម៉ោង 2:07 នាទីរំលងអធ្រាត្រថ្ងៃទី 12 ខែកុម្ភៈទោះជាយ៉ាងណាក៏ដោយអាជ្ញាធរថៃតែមិនមានសេចក្តីរាយការណ៍អំពីទំហំខូចខាតឬគ្រោះថ្នាក់ដល់មនុស្សនៅឡើយ។